កម្មក៏សំណងញើខ្លួនដីក្រុងភ្នំពេញតាមខសន្យាធ្វើការបានប្រាំងវិលវិញបេះដូងឈូបរឿងទោមនិញជុំពោពេញឲ្យក្តីឈឺផ្សារៀបរងាដណ្ដប់ផាហុំតែtôiតន់ផ្ញើមកឲ្យខ្ញុំគ្រប់វេលាពេលនឹកដល់មុំហានុសាវរីយ៍ក្រុមទីភូមិឋានសុខភូមិការងារលំបាកស៊ូទ្រាំព្រោះចង់បានមុំជាគូមីប្រាក់គ្មានន័យដល់ខ្ញុំទៀតទេខំពុះពីព្រោះស្នេហ៍តោកយ៉ាងលំបាកម្ដេចក្តីសងខឹមបានប្រាថាបានមើលជួបចរៃបែរជាខំក្តីស្រមៃព្រោះតែស្រីបងផ្លៃសន្យាខំផឹកស្រាបំបត្តិកង្វល់ប្រាក់ខំរករលាយគ្មានសល់ព្រោះនិមលលួចបត់ក្រោយខ្នងបេះដូងមួយនេះត្រូវឆេញខ្លាយជាផែផងមិនគួរចិត្តអូនយំខ្នងហ៊ានក្បត់ចិត្តបងទាំងរូបបាទអរគុណលោកយុទ្ធបាទជាបន្តសូមជួបជុំជាមួយលោកវណ្ណៈបកស្រាយនៅបទនឹកដូចគ្នាអាយដលរបស់គាត់គឺលោកឆាយវីរយុទ្ធសូមជួបជាមួយនឹងលោកវណ្ណៈដូចតទៅអារម្មណ៍ជីវិតមិនទេជួយប្រពោមួយមងពីរូបបងមិនចេះធ្លងស្នេហ៍ចង់គាត់អូនសួរហេតុផលមកពីវ័យសូមស្រុកទៅពីស្រុកនេះដងនឹងដូចចិត្តនៅតែនឹកស្រពឹងទីទីជួតែភ្នែកបងហូរស្រោញដោយធរណីនឹកនេះស្ងួនតែភ្នែកអូនក៏ស្រងផ្ទួនកិច្ចពីបងឲ្យបងសពរូបថ្លៃមានន័យអ្វីបើស្រីនឹកបងត្រឡប់មកខ្លួនល្អបងនឹកអូនណាស់វាថ្ងៃបងសពអូនបានឡើយសំបានឡើយស៊ូដងហើយចាំរូបអូនពេញមួយជីវិតបងបែរដូចនេះមិនអាចមានរួមស្ងួនព្រោះហូរទាំងផ្នែកអាចមេឃីនឹកអូនរាល់ថ្ងៃចាំរាល់ថ្ងៃរាល់រៀនត្រីបងលឺសំឡេងស្រីថ្លៃយំប្រមែលអូនក៏នឹកដល់រូបបងនឹកដូចគ្នាចាំថ្ងៃអូនវិលវិញដល់របងនៅមានជីវិតអារម្មណ៍បងនៅតែគិតស្រីរៀងរាល់ឲ្យខ្ញុំជួបស្រីអូនមិនដែលសោកអូនមិនឡើយសូមបានឡើយស៊ូដងហើយចាំរូបអូនពេញមួយជីវិតបងបែរដូចនេះមិនអាចគ្មានរួមស្ងួនព្រោះនួទាំងផ្នែកផ្អែកមេឃីនឹកអូនរាល់ថ្ងៃចាំរាល់ថ្ងៃរាល់រាត្រីបងលឺសំឡេងស្រីថ្លៃយំប្រហែលអូនក៏នឹកដល់រូបបងនឹក
ដូចគ្នាអរគុណបេក្ខជនទី3លោករ៉ាឌីបកស្រាយបទចម្រៀងមនុស្សអាក្រក់ជាងគេគឺបងដែលអាយដលរបស់គាត់គឺលោកខេមរៈស្រីមុនសូមសម្លេងស្វាគមន៍ទាំងអស់គ្នាពេជ្រនៅក្នុងដៃខ្ញុំស្មានថាដុំថ្មបំចោលគ្មានអាសូរអូស្រវាថ្មីចិត្តដាច់គឺជាបងមើលរំលងចិត្តស្មោះស្រីតែពេលក្បែរអ្នកថ្មីទើបដឹងអូនល្អដែលខ្ញុំបងចោលពេលនេះត្រូវគេរឹងទៅកែច្នៃខ្លាចជាពេញចាំងមានតម្លៃទើបខ្ញុំនឹកស្ដាយក្រោយពេលមានអូនមិនដែលមើលថែមានស្ងួនចាប់ទុកអូនត្រឹមតែជាមនុស្សកុំកោរករឿងអូនមិនឈប់មិនឈរគេទៅល្អមើលថែអូនពេលបងបោះបង់មនុស្សអាក្រក់ជាងគេលើលោកគឺបងគេវិញទេទៅពិតជាមនុស្សស្អាតបំបានរូបអូនទៅថ្នាំងទៅក្នុងឯបងបានត្រឹមតែសោកស្ដាយពេញមួយជីវិតអរគុណច្រើនជាបន្តជួបជាមួយនឹងបេក្ខជនឋានៈដែលបកស្រាយនៅបទចម្រៀងកូនប្រុសខុសហើយ idol របស់គាត់គឺលោក Zono បាទរីស្ដាប់ដូចតទៅមិនដឹងត្រូវគិតធ្វើយ៉ាងណាខ្ញុំដើរផ្លូវខុសពីលាមិនស្ដាប់តាមការទូនាងប្រដៅគាត់ឈ្មោះជាមនុស្សក្រាសង្គមអ្នកផងថាខ្ញុំញាស្រូវអាសូរម៉ែអើយដែលត្រូវរងទុក្ខព្រោះរូបខ្ញុំនៅគេសាញៀងមកបោឡាយទូកែភ្លើភ្លើនប្រហើនមិនស្គាល់ភ្លើងក្តៅឃើញសតថាខ្មៅឥឡូវដឹងហើយកូនខហើយឬកូនខហើយកំដងកុំយ៉ាងតែកូនព្រមបានសាងលើអ្នកមានកូនកូនលែងធ្វើដូចមុនលែងសាងទុកទីរនពេលនេះទៅកូនសូមសន្យាទោះបីស្លាប់ទៅក៏នឹងចាំពីម៉ែតែផ្ដាំក្នុងរសាគាត់ទាំងលួងលោមសន្តំមេត្តាប្រទិននេះត្រាព្រោះកូនអ្នកបងទាំងអស់នឹងកន្លោអបពេញបោកដោអ្នកពីកូនកំកសាខ្លួនឲ្យល្អស័ក្តិសមនៅក្នុងជីវិតតើគេសាឡាញៀមមកបោឡាយទូកែភ្លើតភ្លើនប្រហើនមិនស្គាល់ភ្លើងទៅឃើញសថាខ្មៅឥឡូវដឹងហើយកូនខហើយឬកូនខហើយសំដងក្រុមយ៉ាងតែកូនឆ្លងបានសាកលើអ្នកមានកូនកូនលែងធ្វើដូចមុនលែងសាកទុកទីរនពីពេលនេះទៅកូនសូមសន្យាអរគុណលោកឋានៈបាទជាបន្តជួបជាមួយនឹងលោកវិតបកស្រាយបទពុកអើយម៉ែអើយអាយដលរបស់គាត់គឺលោកសពូនមីដាដា
ងាត់ឈឹងសេញជឹងទ្រពដឹកមកមីស្រនំអាឡ័យដល់ដីស្រុកស្រែចំការនឹកពុកនឹកម៉ែធ្លាប់ថែត្រាក់នោមបុត្រញីមិនដឹងសុខទុក្ខយ៉ាងណាចិត្តកូនសោកក្រើកស្បើយដីក្រុងស្រងស្អាតសង្វាតផ្ញើខ្លួននឹងភ្លេងជាយាមឈ្មោះសំលេងការងារកូនរកបានហើយស្អែកនេះទៅស្រុកជម្រាបម៉ែពុកឲ្យលងបានស្បើយយើងលេងលំបាំងទៀតហើយម៉ែអើយពុកអើយឈប់ភ័យធ្លាប់ស្ដាប់ភ្លេងពុកតែងបែបបត់ស្រុកស្រែធ្លាប់គេងកាយលើផ្លូវម៉ែបំពេកូនរងរាត្រីហើយលើកូនធំដោយគុណទុកបងម៉ែថ្លៃសុំលោកទាំងពីរគុំភ័យអូនសុំធានារាក់សាពុកអើយម៉ែអើយបទនេះកូនច្រៀងជូនស្ដាប់បទភ្លេងទំនុកសាស័ព្ទស្ដែងពីទឹកចិត្តស្នេហាជាអ្នកចំរៀងធំច្រៀងគូនឹងយីតារកប្រាក់ជួយជ្រងគ្រួសារជួយពុកជួយម៉ែឲ្យស្បើយអរគុណច្រើនបេក្ខជនជាបន្តលោករ៉ាឆាន់បកស្រាយបទចម្រៀងមនុស្សបែកគ្នាហើយមិនជួបវិញទេដែលអាដាមរបស់គាត់គឺលោកពេជ្រឋានាសូមសម្លេងស្វាគមន៍ចំពោះបេក្ខជនរបស់យើងយ៉ាងមិនទៀតឡើយយ៉ាងណាក៏ដឹងយើងសង្សារពេលនេះកាជាសង្សារគេហើយបើអាចបងវិលឯនដីថយក្រោយបាទអរគុណច្រើនវត្តមានបាទសូមអញ្ជើញឡើងមកលើវេទិកាទាំងអស់គ្នាបាទបេក្ខជនទាំង6រូបបាទសូមអញ្ជើញគណៈនេះយើងនឹងធ្វើការស្វែងរកនៅអ្នកដែលខ្លាំងប្រចាំខែនេះដើម្បីបន្តទៅវគ្គប្រចាំត្រីមាសវគ្គប្រចាំឆមាសនិងឆ្ពោះទៅកាន់វគ្គប្រចាំឆ្នាំពីវគ្គសបិនខ្លាយជាការពិត
បាទអញ្ចឹងសូមចូលតាមលេខរៀងបាទពីទី1ទី2ទី3ទី4ទី5និងទី6បាទ សង្កេតឃើញការតែងខ្លួនក៏សង្ហាម្យ៉ាងម្នាក់ការបោះស្រាយលោកអ្នកបានស្ដាប់រួចហើយនៅឡើយតែការដាក់បន្ទុកតាមរយៈការផ្ទះដៃឬក៏សម្លេងហូបកញ្ជ្រៀវតែប៉ុណ្ណោះប៉ុន្តែជាបឋមនៅក្នុងការជើនេះយើងសូមរើស3អ្នកសិននៅក្នុងនោះយើងមិនទាន់បែងចែកចំណាត់ឋានដល់ឡើយទេយើងគ្រាន់តែរើសអ្នកដែលក្នុងចំណោមនោះគឺអាចជាអ្នកជាប់លេខ1លេខ2ឬក៏លេខ3អញ្ចឹងយើងសូមរើស3យើងស្វែងរកបាទបេក្ខជននិងបេក្ខនារី3នាក់ដែលត្រូវបន្តទៅមុខទៀតបាទសូមអធិស្ឋានបាទបេក្ខជនទាំង6នាក់នេះគឺយើងស្វែងរកបេក្ខជន3នាក់ដើម្បីបន្តទៅមុខទៀតបើសិនជាលោកអ្នកគ្រប់គ្រងលោកយុទ្ធដែលអាដររបស់គាត់លោកខេមរៈស្រីមុនសូមសម្ដែងស្វាគមន៍បាទនៅប៉ុណ្្នឹងសិនបើសិនជាគ្រប់គ្រងលោកវណ្ណៈដែលអាដររបស់គាត់គឺលោកឆាយវិរយុទ្ធសូមសម្ដែងស្វាគមន៍បាទសូមថយក្រោយមួយជំហានបាទបើសិនជាគ្រប់គ្រងលោករ៉ាឌីអាយដលរបស់គាត់គឺលោកខេមរៈស្រីមុនសូមសម្ដែងស្វាគមន៍បាទនៅនឹងសិនបើសិនជាគ្រប់គ្រងលោកឋានៈអាយដលរបស់គាត់លោកសូណូសូមសម្ដែងស្វាគមន៍បាទនៅនឹងសិនបើគ្រប់គ្រងលោកវីតអាយដលរបស់គាត់គឺលោកសពូមេតាដាសូមសម្ដែងស្វាគមន៍បាទនៅនឹងសិនបើគ្រប់គ្រងលោករ៉ាឆាន់អាយដលរបស់គាត់លោកពេជ្រឋានាសូមសម្ដែងស្វាគមន៍បាទដូច្នេះអ្នកដែលត្រូវចាក់ចេញដំបូងគេគឺបេក្ខជនទី2វត្តមានលោកវណ្ណៈបាទអរគុណអញ្ជើញទៅកាន់ទីកន្លែងបានបាទអរគុណឥឡូវនេះយើងនឹងបន្តជំរុះបាទ5នាក់នេះសូមអធិស្ឋានគឺយើងសម្រេចយកតែ3នាក់ទេអញ្ចឹងលោកអ្នកសម្រេចចិត្តឲ្យបានច្បាស់ផ្ដោតទៅលើទឹកដមសម្លេងកាយវិការឬក៏អ្វីដែលលោកអ្នកយល់ថាល្អគ្រប់គ្រាន់តែមានសមត្ថភាពគឺយើងសម្រេចយកតែ3នាក់ជំរុះចុងក្រោយយកលេខ1លេខ2និងលេខ3បើសិនជាគ្រប់គ្រងបេក្ខជនទី1សូមសម្ដែងស្វាគមន៍បាទ30% បើសិនជាគ្រប់គ្រងបេក្ខជនទី2សូមសម្លេងស្វាគមន៍ប្រហែលគ្នាបើគ្រប់គ្រងបេក្ខជនទី3សូមសម្លេងស្វាគមន៍40% បើគ្រប់គ្រងដល់បេក្ខជនទី4សូមសម្លេងស្វាគមន៍40% បើគ្រប់គ្រងបេក្ខជនទី5សូមសម្លេងស្វាគមន៍60% ដូច្នេះបេក្ខជន2រូបដែលត្រូវបន្តដំណើរគឺបេក្ខជនទី1និងទី2បន្តអរគុណអញ្ជើញទៅកាន់ទីកន្លែងបានបន្តដំណើរចាក់ចេញឬមិនបាទបន្តដំណើរចាក់ចេញយើងនៅសល់តែបាទអូននៅហ្នឹងឯងយើង3នាក់នេះគឺគេដែរនេះបាទវគ្គនេះគឺផ្ដល់ឱកាសសម្រាប់បងអូនទាំង3នាក់ចុងក្រោយគឺមានឋានៈបាទលោកវិទ្យរួមជាមួយនឹងលោករ៉ាឆាន់បាទដូច្នេះឱកាសនេះនឹងជូនទៅបងអូនដើម្បីបកស្រាយបទចម្រៀងម្នាក់មួយបទមួយចប់តែម្ដងបាទអរគុណអញ្ចឹងសូមឲ្យមកបេក្ខជនទី1មុនគេបាទអញ្ចឹងបេក្ខជន2រូបទៀតសូមឲ្យគាត់បាទសម្រាប់សិនបាទយើងអញ្ជើញទៅកាន់ខាងក្រោយសិនហើយយើងក៏ទៅខាងក្រោយដូចគ្នារងចាំស្ដាប់ដូចគ្នាបាទ ជាមនុស្សថាសង្គមអ្នកផងថាខ្ញុំញ៉ាំស្រូវអាសូមឲ្យតែត្រូវរងទុក្ខព្រោះរូបខ្ញុំតើគេសាឡាញៀនមកបោឲ្យទូតែភ្លើភ្លើប្រហើនមិនស្គាល់ភ្លើងដៅឃើញសថាខ្មៅអីលើដឹងហើយកូនខោហើយរូបកូនខោហើយសំដងទ្រពយ៉ាងតែកូនធ្លាប់បានសាងលើអ្នកមានកូនលែងធ្វើដូចមុនលែងសាងគង់ទីរនពីពេលនេះទៅកូនសូមសន្យាទោះបីស្លាប់ទៅក៏ចាំវាមកតែតាមក្នុងរសាផត់ទាំងលួងលោមសន្តោមេតាស្រោទឹកទីតាព្រោះកូនអ្នកបងទាំងអស់ឬកន្លងបងវិញបងនងអ្នកមានកូនបងក៏សាងខ្លួនឲ្យល្អស្រស់ស្រស់នៅក្នុងជីវិតតើគេសាឡាញៀនមកបោឲ្យទូកែភ្លើតភ្លើនប្រហើនមិនស្គាល់ភ្លើងក្តៅឃើញសថាខ្មៅអីលើដឹងហើយកូនខោហើយរូបកូន
ចឹងធ្លាប់នឹកមកមីស្រនំអាឡ័យដល់ដីស្រុកស្រែចំការនឹកពុកនឹកម៉ែធ្លាប់ថែថ្នាក់ធ្នមបុតគ្នាមិនដឹងសុខទុក្ខយ៉ាងណាចិនកូនសោកាឥតស្បើយដីក្រុងស្រងសាសង្វាតផ្ញើខ្លួននឹងភ្លេងព្យាយាមច្រៀងលូកសំលេងតាំងនេះកូនរកបានហើយស្អែកនេះទៅស្រុកជំរាបម៉ែពុកឲ្យលងបានស្បើយយើងលេងលំបាំងទៀតហើយម៉ែអើយពុកអើយឈប់ភ័យធ្លាប់ស្ដាប់ភ្លេងពុកឯងបែបបត់ស្រុកស្រែធ្លាប់គេងកាយលើផ្លូវម៉ែបំពេកូនររៀបត្រីឥឡូវកូនធំដោយទុនទឹកដងម៉ែថ្លៃសុំលោកទាំងពីរគុំភ័យអូនសុំធានារក្សាពុកអើយម៉ែអើយបទនេះកូនជាងជូនស្ដាប់បទភ្លេងទំនុកសាស័ព្ទស្ដែងពីទឹកចិត្តស្នេហាជាអ្នកចំរៀងខំច្រៀងគូនឹងលីតារកប្រាក់ជួយជ្រងគ្រួសារជួយពុកជួយម៉ែឲ្យស្បើយស្រុកស្រែរួបគេងកាយលើផ្លូវម៉ែបំពេកូនររៀបត្រីឥឡូវកូនធំដោយគុណទឹកបងម៉ែថ្លៃសុំលោកទាំងពីរគុំភ័យអូនសុំធានារក្សាពុកអើយម៉ែអើយបទនេះកូនច្រៀងជូនស្ដាប់បទភ្លេងទំនុកសាស័ព្ទស្ដែងពីទឹកចិត្តស្នេហាជាអ្នកចំរៀងខំច្រៀងគូនឹងហ្គីតារកប្រាក់ជួយជ្រងគ្រួសារជួយពុកជួយម៉ែឲ្យស្បើយមិនដឹងថ្ងៃមុខរួយយ៉ាងម៉េចទៀតឡើយអ្នកណាក៏ដឹងយើងសង្សារពេលនេះខ្លាចជាសង្សារគេហើយបើអាចបងវិលថែមដីថយក្រោយបងមិនបណ្ដោយឲ្យបូនមានគេនឹងបែកគ្នាហើយលែកមានអោកាន់នៅចិត្តមនុស្សដែលខ្លួនស្ម
ណាស់ចិត្តនោះដែរខ្លួនស្នេហ៍មនុស្សបែកគ្នាមិនជួបគ្នាវិញទេត្រូវតែបងភ្លេចកាលយានស្រឡាញ់ម្លឹងហើយយ៉ាងណាឈប់មិនបានបងដឹកតលយានខ្លាំងណាស់នឹកខ្លាំងណាស់បាទអរគុណច្រើនសូមអញ្ជើញបេក្ខជនទាំងពីររូបឡើងមកលើវេទិកាដើម្បីត្រៀមទទួលយកនៅចំណាត់ថ្នាក់នេះគឺជាវគ្គនិងឱកាសចុងក្រោយសម្រាប់អ្នកទាំង3ដែលត្រូវការជ្រើសយកតំណែងលេខ1លេខ2និងលេខ3នៅក្នុងវគ្គប្រចាំខែបាទសូមអញ្ជើញចូលតាមលេខរៀងចូលតាមលេខរៀងបាទបាទ ឥឡូវនេះសម្រាប់លោកអ្នកដែលជាអ្នកគ្រប់គ្រងផ្ទាល់នៅស៊ីតជូនេះក៏សូមលោកអ្នកមេត្តាផ្ដល់ជាយុត្តិធម៌ជូនគាត់បើសិនជាផ្ទះដៃសម្រាប់បេក្ខជនណាដែលលោកអ្នកពេញចិត្តតែបើសិនជាមិនពេញចិត្តទេសូមអញ្ញាតកុំផ្ទះដៃដើម្បីងាយស្រួលក្នុងការកាត់ក្តីឲ្យដាច់បើដោយសារតែផ្ទះដៃបាក់ប្រហែលគ្នាយើងក៏ពិបាកកាត់ក្តីដែរអរគុណអញ្ចឹងពុកវេទិកាផ្ដល់ជួយលោកហេរ៉ូធ្វើការសម្រួលក៏ដូចជាការចាត់ចែងជាបន្តបាទឥឡូវនេះគឺជាឱកាសចុងក្រោយហើយក៏មិនមានការបកស្រាយបន្តទៀតដែរគឺជាឱកាសដែលត្រូវរើសយកនៅចំណាត់ថ្នាក់លេខ1លេខ2និងលេខ3ប្រសិនបើគ្រប់ត្រួតបេក្ខជនទី1គឺលោកឋានៈឲ្យជាប់ចំណាត់ថ្នាក់លេខ1សូមសម្លេងស្វាគមន៍40%ប្រសិនបើគ្រប់ត្រួតបេក្ខជនទី2លោកវិតឲ្យឈរនៅក្នុងចំណាត់ថ្នាក់លេខ1សូមសម្លេងស្វាគមន៍បាទ50%បាទគ្រប់ត្រួតលោករាឆាន់idol របស់គាត់គឺលោកពេជ្រឋានាជាប់ចំណាត់ថ្នាក់លេខ1សូមសម្លេងស្វាគមន៍បាទដូច្នេះចំណាត់ថ្នាក់លេខ1បានទៅលើបេក្ខជន Rachan សូមអបអរសាទរឥឡូវនេះគឺយើងរកនៅចំណាត់ថ្នាក់លេខ2ជាបន្តបាទគ្រប់ត្រួតលោកឋានៈឲ្យស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ2សូមសម្លេងស្វាគមន៍បាទគ្រប់ត្រួតលោកវិតឲ្យជាប់ចំណាត់ថ្នាក់លេខ2សូមសម្លេងស្វាគមន៍បាទដូច្នេះគឺយើងរកឃើញហើយលេខ1បានបច្រាស់ត្រឡប់មកវិញ2បាទលោករាឆាន់លេខ1សូមអបអរសាទរបាទលេខ2គឺលោកវិតសូមអបអរសាទរនិងលេខ3គឺលោកឋានៈសូមអបអរសាទរខ្លាំងទាំងអស់គ្នាអរគុណច្រើនវត្តមានបងប្អូនទាំង3ឥឡូវពីក្រុមការងារក៏មានជាកាដូចាំតិចបាទសូមចាំទទួលកាដូសិនបាទលេខ1នេះគឺជាការប្រកួតប្រចាំខែហើយយើងនៅមានប្រចាំត្រីមាសប្រចាំឆមាសនិងប្រចាំឆ្នាំអរគុណជូនពរសំណាងល្អដល់បេក្ខជនទាំង3រូបណាអរគុណអញ្ជើញទៅកាន់ទីកន្លែងបានបាទសូមអញ្ជើញអូបាទសូមអរគុណជំនួសបេក្ខជនសេចក្ដីធ្លាប់នឹកមកមីស្រនំអាឡ័យដល់ដីស្រុកស្រែចំការនឹកពុកនឹកម៉ែធ្លាប់ថែថ្នាក់ធ្នមបុតគ្នាមិនដឹងសុខទុក្ខយ៉ាងណាចិត្តកូនសោកាឥនស្បើយដីក្រុងស្រងសាសង្វាតញ៉ាខ្លួននឹងភ្លេងព្យាយាមជ្រៀងសំលេងតានីកូនរកបានហើយសាយនេះទៅស្រុកជំរាបម៉ែពុកឲ្យលងបានស្បើយយើងលេងលំបាំងទៀតហើយម៉ែអើយពុកអើយឈុំភ័យធ្លាប់ស្ដាប់ភ្លេងពុកឯងបែបបុតស្រុកស្រែធ្លាប់គេងកាយលើផ្លូវម៉ែបំពេកូនររៀបត្រីឥឡូវកូនធំដោយទុនទឹកដងម៉ែថ្លៃសុំលោកទាំងពីរគុំភ័យកូន
ធានារក្សាពុកអើយម៉ែអើយបទនេះកូនជាងជូនស្ដាប់បទភ្លេងទំនុកសាស័ព្ទស្ដែងពីទឹកចិត្តស្នេហាជាអ្នកចំរៀងของច្រៀងគូនឹងលីតារកប្រាក់ជួយជ្រងគ្រួសារជួយពុកជួយម៉ែឲ្យស្បើយស្រុកស្រែរួបគេងកាយលើផ្លូវម៉ែបំពេគុណរាត្រីហើយលើកូនធំដោយគុណទុកបងម៉ែថ្លៃសុំលោកទាំងពីរគុំភ័យអូនសុំធានារក្សាពុកអើយម៉ែអើយបទនេះកូនច្រៀងជូនស្ដាប់បទភ្លេងទំនុកសាស័ព្ទស្ដែងពីទឹកចិត្តស្នេហាជាអ្នកចំរៀងของច្រៀងគូនឹងហ្គីតារកប្រាក់ជួយជ្រងគ្រួសារជួយពុកជួយម៉ែឲ្យស្បើយមិនដឹងថ្ងៃមុខរយយ៉ាងម៉េចទៀតឡើយអ្នកណាក៏ដឹងយើងសង្សារពេលនេះខ្លាចជាសង្សារគេហើយបើអាចបងវិលថែមដីថយក្រោយបងមិនបណ្ដោយឲ្យបូនមានគេនោះបែកគ្នាហើយលែងមានអោកាន់នៅចិត្តមនុស្សដែលខ្លួនស្នេហ៍មនុស្សបែកគ្នាហើយមិនជួបគ្នាវិញទេត្រូវតែបងភ្លេចទៅស្រុកជំរាបម៉ែពុកឲ្យលងបានស្បើយយើងលេងលំបាំងទៀតហើយម៉ែអើយពុកអើយឈប់ភ័យធ្លាប់ស្ដាប់ភ្លេងពុកតែងបែបបត់ស្រុកស្រែធ្លាប់គេងកាយលើផ្លូវម៉ែបំពេគុនរងរាត្រីហើយលើកូនធំដោយគុណទុកបងម៉ែថ្លៃសុំលោកទាំងពីរគុំភ័យអូនសុំធានារក្សាពុកអើយម៉ែអើយបទនេះកូនច្រៀងជូនស្ដាប់
ទំនុកសាស័ព្ទស្ដែងពីទឹកចិត្តស្នេហាជាអ្នកចំរៀងធំច្រៀងគូនឹងយីតារកប្រាក់ជួយជ្រងគ្រួសារជួយពុកជួយម៉ែឲ្យស្បើយអរគុណច្រើនបេក្ខជនជាបន្តលោករ៉ាឆាន់បកស្រាយបទចម្រៀងមនុស្សបែកគ្នាហើយមិនជួបវិញទេដែលអាដលរបស់គាត់គឺលោកពេជ្រឋានាសូមសម្លេងស្វាគមន៍ចំពោះបេក្ខជនរបស់យើង យ៉ាងមិនទៀតឡើយយ៉ាងណាក៏ដឹងយើងសោកសៅពេលនេះកាជាសងសាគេហើយបើអាចបងវិលឯនដីថយក្រោយបាទអរគុណច្រើនវត្តមានបាទសូមអញ្ជើញឡើងមកលើវេទិកាទាំងអស់គ្នាបាទបេក្ខជនទាំង6រូបបាទសូមអញ្ជើញគណៈនេះយើងនឹងធ្វើការស្វែងរកនៅអ្នកដែលខ្លាំងប្រចាំខែនេះដើម្បីបន្តទៅវគ្គប្រចាំត្រីមាសវគ្គប្រចាំឆមាសនិងឆ្ពោះទៅកាន់វគ្គប្រចាំឆ្នាំពីវគ្គសបិនខ្លាយជាការពិតបាទអញ្ចឹងសូមឈរតាមលេខរៀងបាទពីទី1ទី2ទី3ទី4ទី5និងទី6បាទសង្កេតឃើញការតែងខ្លួនក៏សង្ហាម្យ៉ាងម្នាក់ការបោះស្រាយលោកអ្នកបានស្ដាប់រួចហើយនៅឡើយតែការដាក់បន្ទុកតាមរយៈការផ្ទះដៃឬក៏សម្លេងហូបកញ្ជ្រៀវតែប៉ុណ្ណោះប៉ុន្តែជាបឋមនៅក្នុងការជើនេះយើងសូមរើស3អ្នកសិននៅក្នុងនោះយើងមិនទាន់បែងចែកចំណាត់ឋានដល់ឡើយទេយើងគ្រាន់តែរើសអ្នកដែលក្នុងចំណោមនោះគឺអាចជាអ្នកជាប់លេខ1លេខ2ឬក៏លេខ3អញ្ចឹងយើងសូមរើស3យើងស្វែងរកបាទបេក្ខជននិងបេក្ខនារី3នាក់ដែលត្រូវបន្តទៅមុខទៀតបាទសូមអធិស្ឋានបាទបេក្ខជនទាំង6នាក់នេះគឺយើងស្វែងរកបេក្ខជន3នាក់ដើម្បីបន្តទៅមុខទៀតបើសិនជាលោកអ្នកគ្រប់គ្រងលោកយុទ្ធដែលអាដលរបស់គាត់លោកខេមរៈស្រីមុនសូមសម្ដែងស្វាគមន៍បាទនៅប៉ុណ្្នឹងសិនបើសិនជាគ្រប់គ្រងលោកវណ្ណៈដែលអាដលរបស់គាត់គឺលោកឆាយវិរយុទ្ធសូមសម្ដែងស្វាគមន៍បាទសូមថយក្រោយមួយជំហានបាទបើសិនជាគ្រប់គ្រងលោករ៉ាឌីអាយដលរបស់គាត់គឺលោកខេមរៈស្រីមុនសូមសម្ដែងស្វាគមន៍បាទនៅនឹងសិនបើសិនជាគ្រប់គ្រងលោកឋានៈអាយដលរបស់គាត់លោកសូណូសូមសម្ដែងស្វាគមន៍បាទ
ជាកម្មករសំណងញើខ្លួនដីក្រុងភ្នំពេញតាមខសន្យាធ្វើការបានប្រាំងវិលវិញបេះដូងឈូបរឿងទោមនិញជុំពោពេញដោយក្តីឈឺផ្សាយប់រងាដណ្ដប់ผ้าห่มតែtôiតន់ផ្ញើមកឲ្យខ្ញុំគ្រប់វេលាពេលនឹកដល់មុំហានុសាវរីយ៍ក្រុមទីភូមិឋានសុខភូមិការងារលំបាកស៊ូទ្រាំព្រោះចង់បានមុំជាគូមីប្រាក់គ្មានន័យដល់ខ្ញុំទៀតទេខំពុះពីព្រោះស្នេហ៍តោកយ៉ាងលំបាកម្ដេចក្តីសងខឹមបានប្រាថាបានមើលជួបចរៃបែរជាខំក្តីស្រមៃព្រោះតែស្រីបងផ្លៃសន្យាខំផឹកស្រាបំបត្តិកងវល់ប្រាក់ខំរករលាយគ្មានសល់ព្រោះមីមុលលួចបាត់ក្រោយខ្នងបេះដូងមួយនេះត្រូវឆេញខ្លាយជាផែផងមិនគួរចិត្តអូនយំខ្នងហ៊ានក្បត់ចិត្តបងទាំងរូបបាទអរគុណលោកយុទ្ធបាទជាបន្តសូមជួបជុំជាមួយលោកវណ្ណៈបកស្រាយនៅបទនឹកដូចគ្នាអាយដលរបស់គាត់គឺលោកឆាយវីរយុទ្ធសូមជួបជាមួយនឹងលោកវណ្ណៈដូចតទៅជួយប្រពោឬមួយមងពីរូបបងមិនចេះធ្នមស្នេហ៍ចាប់ផុតអូនសុហេតុផលមកពីវ័យសូមស្រពេចពីស្នេហ៍ដំនឹងដូចចិត្តនៅតែនឹកស្រពឹងវីទៀមទីជួតែភ្នែកបងហូរស្រញដោយធរណីនឹកនេះស្ងួនតែភ្នែកអូនក៏ស្រងផ្ទួនកិច្ចពីបងឲ្យបងសពរូបថ្លៃមានន័យអ្វីបើស្រីនឹកបងត្រឡប់មកខ្លួនល្អបងនឹកអូនណាស់ពេលថ្ងៃបងសពអូនបានឡើយសំបានឡើយស៊ូដងហើយចាំរូបអូនពេញមួយជីវិតបងបែររូបនេះមិនអាចមានរួមស្ងួនព្រោះរត់ទាំងផ្នែកអាចមេឃីនឹកអូនរាល់ថ្ងៃចាំរាល់ថ្ងៃរត់រៀនត្រីបងលឺសំឡេងស្រីថ្លៃយំប្រហែលអូនក៏នឹកដល់រូបបងនឹកដូចគ្នាចាំថ្ងៃអូនវិលវិញដល់របងនៅមានជីវិតអារម្មណ៍បងនៅតែគិតស្រីរៀងរហូតអំបងមែនសុំថ្ងៃសាច់ឲ្យខ្ញុំជួបស្រីបងមិនដែលសោកអូនមិនឡើយសូមបានឡើយស៊ូដងហើយចាំរូបអូនពេញមួយជីវិតបងបែរដូចនេះមិនអាចគ្មានរួមស្ងួនពងនួនទាំងផ្នែកផ្អែកមេឃីនឹកអូនរាល់ថ្ងៃចាំរាល់ថ្ងៃរត់រាត្រីបងលឺសំឡេងស្រីថ្លៃយំប្រហែលអូនក៏នឹកដល់រូបបងនឹកដូចគ្នាអរគុណបេក្ខជនទី3លោករ៉ាឌីបកស្រាយបទចម្រៀងមនុស្សអាក្រក់ជាងគេគឺបងដែលអាយដលរបស់គាត់គឺលោកខេមរៈស្រីមុនសូមសម្លេងស្វាគមន៍ទាំងអស់គ្នា
ក្នុងដៃខ្ញុំស្មានថាដុំថ្មបំចោលគ្មានអាសូរអូស្រវាថ្មីចិត្តដាច់គឺជាបងមើលរំលងចិត្តស្មោះស្រីតែពេលក្បែរអ្នកថ្មីទើបដឹងអូនល្អដែលបងចោលពេលនេះត្រូវគេរឹងទៅកែច្នៃខ្លាចជាពេញចាំងមានដំឡៃទៅខ្ញុំនឹកស្ដាយក្រោយពេលមានអូនមិនដែលមើលថែមានស្ងួនចាប់ទុកអូនត្រឹមតែជាមនុស្សកុំរករឿងអូនមិនឈប់មិនឈរគេទៅមើលថែអូនពេលបងបោះបង់មនុស្សអាក្រក់ជាងគេលើលោកគឺបងគេវិញទេទៅពិតជាមនុស្សខ្ញុំបានរូបអូនទៅថ្នាំងទៅក្នុងឯបងបានត្រឹមតែសោកស្ដាយពេញមួយជីវិតអរគុណច្រើនជាបន្តជួបជាមួយនឹងបេក្ខជនឋានៈដែលបកស្រាយនៅបទចម្រៀងកូនប្រុសខុសហើយ idol របស់គាត់គឺលោក Zono បាទរីស្ដាប់ដូចតទៅមិនដឹងត្រូវគិតធ្វើយ៉ាងណាខ្ញុំដើរផ្លូវខុសពីលាមិនស្ដាប់តាមការទូលៀនប្រដៅគាត់ឈ្មោះជាមនុស្សក្រៅសង្គមអ្នកផងថាខ្ញុំញាស្រូវអាសូរម៉ែអីដែលត្រូវរងទុក្ខព្រោះរូបខ្ញុំនៅគេងសាញៀនមកបោឡាយទូកែភ្លើតភ្លើនប្រហើនមិនស្គាល់ភ្លើងក្តៅឃើញសតថាខ្មៅឥឡូវដឹងហើយកូនខហើយឬកូនខហើយកំដងកូនយ៉ាងតែកូនព្រមបានសាងលើអ្នកមានកូនលែងធ្វើដូចមុនលែងសាងទុកទីរនពេលនេះទៅកូនសូមសន្យាទោះបីស្លាប់ទៅក៏លចាំវាម៉ែតែផ្ដាំក្នុងរសាគាត់ទាំងលួងលោមសន្តំមេត្តាប្រតិនេត្រាព្រោះកូនអ្នកបងទាំងអស់នេះក៏លោអបពេញបបដោអ្នកពីកូនកំកសាខ្លួនឲ្យល្អស័ក្តិសមនៅក្នុងជីវិតតើគេសាឡាញៀនមកបោឡាយទូកែភ្លើតភ្លើនប្រហើនមិនស្គាល់ភ្លើងដៅឃើញសថាខ្មៅឥឡូវដឹងហើយកូនខហើយឬកូនខហើយសំដងក្រុមយ៉ាងតែកូនធ្លាប់បានសាកលើអ្នកមានកូនលែងធ្វើដូចមុនលែងសាកទុកទីរនពីពេលនេះទៅកូនសូមសន្យាអរគុណលោកឋានៈបាទជាបន្តជួបជាមួយនឹងលោកវិតបកស្រាយបទពុកអើយម៉ែអើយidol របស់គាត់គឺលោកសាពូនមីដាដារូបយន្តស្ងាត់ឈឹងសេញជឹងជាប់ទឹកមកមីសនងអាល័យដល់ដីស្រុកស្រែចំការនឹកពុកនឹកម៉ែធ្លាប់ថែត្រាក់នំបុតភ្ញីមិនដឹងសុខទុក្ខយ៉ាងណាចិត្តកូនសោកកាអឹកស្បើយដីក្រុងស្រងស្អាតសង្វាតផ្ញើខ្លួននឹងភ្លេងជា
យាយាមពីលោកសំលេងការងារគូន នៅនឹងសិន បើគ្រប់ត្រូលលោកវិតអាយរបស់គាត់គឺលោកសពួរមេតាដាសូមសម្លេងស្វាគមន៍ បាទនៅនឹងសិន បើគ្រប់ត្រូលលោករ៉ាឆាន់អាយរបស់គាត់លោកពេជ្រឋានាសូមសម្លេងស្វាគមន៍ បាទដូច្នេះអ្នកដែលត្រូវចាក់ចេញដំបូងគេគឺបេក្ខជនទី2វត្តមានលោកវណ្ណៈបាទអរគុណអញ្ជើញទៅកាន់ទីកន្លែងបានបាទអរគុណឥឡូវនេះយើងនឹងបន្តជំរុះបាទ5អ្នកនេះសូមអធិស្ឋានគឺយើងសម្រេចយកតែ3អ្នកទេអញ្ចឹងលោកអ្នកសម្រេចចិត្តឲ្យបានច្បាស់ផ្ដោតទៅលើទឹកដមសម្លេងកាយវិការឬក៏អ្វីដែលលោកអ្នកយល់ថាល្អគ្រប់គ្រាន់តែមានសមត្ថភាពគឺយើងសម្រេចយកតែ3អ្នកជំរុះចុងក្រោយយកលេខ1លេខ2និងលេខ3 បើសិនជាគ្រប់ត្រូលបេក្ខជនទី1សូមសម្លេងស្វាគមន៍បាទ បាទ 30% បើសិនជាគ្រប់ត្រូលបេក្ខជនទី2សូមសម្លេងស្វាគមន៍ ប្រហាក់ប្រហែលគ្នា បើគ្រប់ត្រូលបេក្ខជនទី3សូមសម្លេងស្វាគមន៍ 40% បើគ្រប់ត្រូលដល់បេក្ខជនទី4សូមសម្លេងស្វាគមន៍ 40% បើគ្រប់ត្រូលបេក្ខជនទី5សូមសម្លេងស្វាគមន៍ 60% ដូច្នេះបេក្ខជន2រូបដែលត្រូវបន្តដំណើរគឺបេក្ខជនទី1និងទី2បន្តអរគុណអញ្ជើញទៅកាន់ទីកន្លែងបាន បន្តដំណើរចាក់ចេញឬមិន បាទបន្តដំណើរចាក់ចេញ យើងនៅសល់តែបាទអូននៅហ្នឹងឯងយើង3នាក់នេះគឺ គេដែរនេះ បាទវគ្គនេះគឺផ្ដល់ឱកាសសម្រាប់បងអូនទាំង3នាក់ចុងក្រោយគឺមានឋានៈបាទលោកវិតរួមជាមួយនឹងលោករ៉ាឆាន់បាទដូច្នេះឱកាសនេះនឹងជូនទៅបងអូនដើម្បីបកស្រាយបទចម្រៀងម្នាក់មួយបទមួយចប់តែម្ដង បាទអរគុណអញ្ចឹងសូមឲ្យមកបេក្ខជនទី1មុនគេ បាទអញ្ចឹងបេក្ខជនពីររូបទៀតសូមឲ្យគាត់បាទសម្រាប់សិនបាទ បាទអញ្ជើញទៅកាន់ខាងក្រោយសិនហើយយើងក៏ទៅខាងក្រោយដូចគ្នារងចាំស្ដាប់ដូចគ្នាបាទ ជីវិតមិនដឹងត្រូវគិតធ្វើយ៉ាងណាចង់តាមលើខុសពីលាមិនស្ដាប់មកបើទូនាមប្រដៅគាត់ធ្វើជាមនុស្សថាសង្គមអ្នកផងថាខ្ញុំញ៉ាំស្រូវអាសូរម៉ែអើយតែត្រូវរងទូព្រោះរូបខ្ញុំតើគេសាឡាញៀនមកបោឲ្យទូកែភ្លើភ្លើប្រហើនមិនស្គាល់ភ្លើងដៅឃើញសថាខ្មៅអីលើដឹងហើយកូនខោហើយរូបកូនខោហើយសំដងក្រុមយ៉ាងតែកូនធ្លាប់បានសាងលើអ្នកមានកូនកូនលែងធ្វើដូចមុនលែងសាងគង់ទីរនពីពេលនេះទៅកូនសូមសន្យាទោះបីស្លាប់ទៅក៏ចាំវាមកតែតាមក្នុងរសាគាត់ទាំងលួងលោមសន្តោមេតាស្រទឹកទីតាលោកកូនអ្នកបងទាំងអស់នឹងកន្លងអំពេញបំណងអ្នកមានកូនអង្គកសាងខ្លួនឲ្យល្អសសទៅក្នុងជីវិតតើគេសាឡាញៀនមកបោឲ្យគូកែភ្លើតភ្លើនប្រហើនមិនស្គាល់ភ្លើងក្តៅឃើញសថាខ្មៅអីលើនឹងហើយកូនខោហើយរូបកូនខោហើយសំដងគ្រប់យ៉ាងតែកូនធ្លាប់បានសាងលើអ្នកមានកូនកូនលែងធ្វើដូចមុនលែងសាងពុកជារុនពីពេលនេះទៅកូនសូមសន្យា កូនខោហើយរូបកូនខោហើយសំទងគ្រប់យ៉ាងតែកូនធ្លាប់បានសាងលើអ្នកមានកូនកូនលែងធ្វើដូចមុនតែសាងទុកជារុនពីពេល